វិមានក្រំឡាំងបាសក់អ៊ុយក្រែនលេងឈុតធំប្រលេងដ្រូនជាង800គ្រឿងទៅវាយប្រហារនៅក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានទៅលើរុស្ស៊ីសម្រាប់ឆ្នាំ2026នេះបណ្ដាលឲ្យមនុស្ស7នាក់បាត់បង់ជីវិតប៉ុន្តែលោក Vladimir Putin វិញបានធ្វើឲ្យលោក Zelensky ចត់បាយស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ីមិនបានមួយគ្រាប់ណាឡើយអ៊ុយក្រែនបានប្រើដ្រូនចំនួន822គ្រឿងនៅក្នុងនោះមាន600គ្រឿងបានហោះចូលទៅបោះពុយសម្ដៅមកកាន់ទីក្រុងមូស្គូនេះបើយោងទៅតាមអភិបាលតំបន់មូស្គូផ្ទាល់ដែលទទួលស្គាល់ថារដ្ឋធានីរបស់រុស្ស៊ីមួយនេះពិតជារងការវាយប្រហារដោយដ្រូននៅក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានដោយនៅក្នុងនោះមានឃ្លាំងមួយរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញមានឈ្មោះថា Velbury បានឆាបឆេះហើយទ្រលំតែម្ដងក្រុមហ៊ុន Velbury ដែលគេហៅថា Amazon រុស្ស៊ីត្រូវបានអ៊ុយក្រែនសម្រួចគោលដៅតាំងពីខែកក្កដាមកដោយនៅក្នុងនោះទីក្រុងគៀវបានលើកឡើងថាឥឡូវខ្លួនកំពុងតែផ្ដោតគោលដៅលើមជ្ឈមណ្ឌលដឹកជញ្ជូនដែលរុស្ស៊ីប្រើប្រាស់ដើម្បីទិញបរិក្ខារយោធានៅក្នុងគោលបំណងបង្អាក់កុំឲ្យបរិក្ខារទាំងនោះបានទៅដល់ដៃកងទ័ពរុស្ស៊ីក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងបន្ថែមថាគិតមកដល់នឹងពេលនេះនៅក្នុងចំណោមឃ្លាំងធំចំនួន10របស់ក្រុមហ៊ុន Velbury មាន7ទៅហើយដែលត្រូវបានអ៊ុយក្រែនវាយប្រហារឲ្យខូចខាតយ៉ាងដំណំបើទោះបីជាយ៉ាងណាក៏ដោយរុស្ស៊ីបានលើកឡើងថាកងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនបានជាង800គ្រឿងឯណោះនៅក្នុងការវាយប្រហារនៅយប់ឈានចូលថ្ងៃអាទិត្យមិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏បានវាយប្រហារសងសឹកវិញភ្លាមធ្វើឲ្យមនុស្ស7នាក់បាត់បង់ជីវិតវិញដូចគ្នានៅអ៊ុយក្រែននៅវេលាទៀបភ្លឺថ្ងៃអាទិត្យដដែលនោះយោងទៅតាមកងទ័ពអាកាសអ៊ុយក្រែនបានទទួលស្គាល់ថាលើកនេះក៏មិនខុសពីលើកមុនដែរគឺខ្លួនមិនអាចបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីបានមួយគ្រាប់ណាឡើយដែលនេះបង្ហាញឲ្យឃើញថាទីក្រុងគៀវពិតជាខ្វះខាតមីស៊ីលស្ទាក់ចាប់ធ្ងន់ណាស់រុស្ស៊ីបានប្រើដ្រូនជាង1550គ្រឿងគ្រាប់បែកនាំផ្លូវ1560គ្រាប់និងមីស៊ីលចំនួន62គ្រាប់វាយប្រហារទៅលើអ៊ុយក្រែននៅក្នុងមួយសប្តាហ៍ចុងក្រោយនេះបើយោងទៅតាមលោក Zelensky ហើយនៅក្នុងនោះដ្រូនស្ទាក់ចាប់បានភាគច្រើនប៉ុន្តែមីស៊ីលវិញ62គ្រាប់របូតទាំង62គ្រាប់ច្បាស់ដូចថ្ងៃលោកត្រាំអស់អីប្រកែកហើយអតីតសមាជិកសភាអាមេរិកបានចេញមកលាតត្រដាងការពិតហើយថាទីក្រុងវ៉ាស៊ីនតោនពិតជាកំពុងតែពិភាក្សាអំពីរឿងយកអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ីរ៉ង់ពិតមែននៅក្នុងវិធានការដែលឆ្លោះបញ្ចាំងឲ្យឃើញថាស្តុកអាវុធអាមេរិកពិតជាស្រុតខ្លាំងមែនទែននិងបង្ហាញថាគ្រាប់បែកធម្មតាដែលធំបំផុតរបស់អាមេរិកទំនងជាអស់សមត្ថភាពចាត់ការអ៊ីរ៉ង់ហើយមើលទៅលោកស្រី Tyler Green អតីតសមាជិកសភាអាមេរិកដែលធ្លាប់ជាអ្នកគ្រប់គ្រងដ៏លេចធ្លោរបស់ចលនាធ្វើឲ្យអាមេរិកខ្លាំងម្ដងទៀតដែលគេហៅថា MAGA នោះបានអះអាងយ៉ាងដូចនេះនៅក្នុងសារបង្ហោះលើបណ្ដាញសង្គមអិចកាលពីថ្ងៃអាទិត្យលោកស្រីបាននិយាយថាបញ្ហានេះត្រូវបានលើកឡើងអំឡុងកិច្ចប្រជុំយុទ្ធសាស្ត្រក៏ប៉ុន្តែមិនបានបញ្ជាក់ថាតើអ្នកណាខ្លះដែលបានចូលរួមនោះឡើយខ្ញុំមិនមែនចេះតែស្មាននោះទេខ្ញុំដឹងច្បាស់គឺពួកគេពិតជាកំពុងតែពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រហើយវាគឺជាទង្វើអាក្រក់បំផុតនេះគឺជាសំណេរដើមរបស់លោកស្រី Green លោកស្រីបានបញ្ជាក់បន្ថែមថាទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែពិចារណាលើការកាត់បន្ថយកម្រិតលក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរបើទោះបីជាលោកប្រធានាធិបតី Donald Trump ប្រកាសថាមិនមានវិធានការបែបនោះនឹងបានប្រកាសជ័យជំនះម្ដងហើយម្ដងទៀតនៅក្នុងចំនួននេះក៏ដោយលោកស្រីបានព្រមានថាសកម្មភាពបែបនេះអាចបង្កឲ្យមានមហន្តរាយនុយក្លេអ៊ែរនិងអូសទាញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏ធំធេងបើទោះបីជាយ៉ាងណាសេតាវិមាននៅមិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេថាតើពិតជាមានការពិភាក្សាបែបនេះកើតឡើងឬក៏យ៉ាងណានោះការព្រមានរបស់លោកស្រី Green កើតមានឡើងចំពេលដែលរបាយការណ៍ថាទីក្រុង Washington កំពុងតែថ្លឹងថ្លែងចាត់វិធានការយោធាឲ្យកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងចំនួននេះបើទោះបីជាមានការព្រមានថាស្តុកអាវុធអាមេរិកធ្លាក់ចុះខ្លាំងក៏ដោយកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃមុនថាអាមេរិកកំពុងតែរៀបចំសម្រាប់សង្គ្រាមកាន់តែទូលំទូលាយគណៈមន្ត្រីបញ្ញកោណបានត្រៀមប្រតិបត្តិការដ៏សំខាន់មួយរួចហើយដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចចេញពីអ៊ីរ៉ង់ដែលត្រង់ចំណុចនេះទើបអាមេរិកយកអាវុធនុយក្លេអ៊ែរមកដាក់លើតុពិភាក្សាដើម្បីជាជំរឿនសម្រាប់ការប្រើប្រាស់នៅវិនាទីចុងក្រោយបើទីបំផុតអស់លទ្ធភាពលេងជាមួយអ៊ីរ៉ង់មែននោះទន្ទឹមគ្នានោះមេតបអ៊ីរ៉ង់បានប្រកាសថាបើទាហានអាមេរិកចូលមកហើយពលរដ្ឋអ៊ីរ៉ង់សម្លាប់ឬក៏ចាប់បានម្នាក់គឺមានប្រាក់រង្វាន់រហូតដល់$30000ប៉ុន្តែបើការសម្លាប់ឬចាប់បាននោះធ្វើឡើងដោយពលរដ្ឋអ៊ីរ៉ង់ដែលជាស្ត្រីគឺប្រាក់រង្វាន់នឹងគុណជា2ឲ្យតែទាហានអាមេរិកហ៊ានចូលមក